chẳng ngày nay dương bắt với tàu bây giờ bắt tàu tiết chẳng ngày nay chờ nông bền dương set up budget bây giờ để tham gia sân giả nữa chẳng nông bay set up budget bán cứ dương tra ca down install nivea muối nè dương tra install này muối chẳng cho nên lẹ link cho đồng group ấy chẳng dương ai download về máu chẳng download về cho tập ra hay cả là còn ấy chẳng khi download tới download rồi là tại sao tại chơi down nói chơi chơi download thì tế mà tại bây giờ cho tới dương chơi download thôi chơi tờ làng mà chỉ cả slide còn ấy chẳng thôi bây giờ tờ làng hôm qua thay dương tờ làng đang hỏi riêng và to thì dương tôi thua thì nó cứ dương làm rồi icon tầm bay đạn được trong một chơi dương này bây giờ set up máu với miền group icon màu bìa nè miền group icon màu bìa đôi chia về chơi pizza về chơi testing về chơi dictionary ấy chẳng đời nhưng mà nó vui sẽ tầm miền icon riêng riêng luôn á chẳng dương tờ down group icon chẳng những đăng ở website down icon vì miền trán hay chấm pua website class down nó những bạn tôi ICO tầm đó nè bạn tôi ICO dot ICO nè anh能 icon ប៉ុន្តែចំពោះ website ខ្លះដោតមកបានtôi ICO មែនប៉ុន្តែដល់ពេលយើងដាក់ក្នុង budget យើង set up គឺវាអត់បានវាអត់ចូលវាអត់ស្គាល់ទេវាអាចខុសទំហំខុសអីចឹងទៅចឹងដើម្បីជៀសវាដល់ពេលដែលយើង set up យើងដាក់ icon ដាក់អីហើយយើងដាក់ icon ដាក់អីហើយដល់ពេលយើង install មកសាប់តែ project របស់យើងឬក៏កម្មវិធីរបស់យើងវាមាន icon មកជាមួយទាំងធ្វើម៉េចទៅអាហ្នឹងគឺយើងត្រូវដូរ icon ធ្វើឲ្យស្រីត្រូវទំហំរបស់វាចឹងដំបូងឆ្លង down icon មួយឆ្លងចូល website មួយឈ្មោះថា icon 8មកភាសា website ហ្នឹងវាសម្បូរ icon ជាងគេប៉ុន្តែពេលយើង down មកវាបានទៅ ICO ឯងចាប់បញ្ជាក់ដល់ហ្នឹងណាចឹងដោយសារ budget របស់យើងគឺតទៅនឹង Zoro ចឹងឆ្លាក់មកគឺ Zoro បើយើងចង់បានរូបភាពស្រាប់ទេឬក៏យើងអត់ចង់បាននៅក្នុងបើសិនជាយើងសេចនៅក្នុងនឹងវាអត់មានបើអត់មានយើង down រូប Zoro ធម្មតាយកទៅ convert ក៏បានដែរឥឡូវយើងឃើញថាយើងសេចនៅក្នុង website ណាវាអត់ស្គាល់ទេ Zoro anime របស់យើងអញ្ចឹងយើងទៅរករូបភាពរបស់យើងមកយកទៅ convert ក៏បានដែរថ្ងៃមុនយើងមានរូបភាពច្រើនហ្នឹងនេះឆើងរើសរូបមួយឆើក៏ថាឆើរើសរូបនេះចុះឆើ edit មកឲ្យវា scope អូខេពេលឆើ edit ទៅវា scope អីហើយឆើនឹងcopy cell ទុកនៅនឹងដដែលអូខេអញ្ចឹងឆើនឹងយករូបហ្នឹងបញ្ជាក់ណាពេលយើងចូល website ណាក៏ដោយឆើ recommend មួយពេលយើង down icon ពី website ណាមួយចំនួនទោះបីយើង down មកយើងបានផ្ទុយ ICO ក៏ដោយប៉ុន្តែរូបភាពខ្លះយើង down មក ICO មែនប៉ុន្តែពេលយើងដាក់គឺវាអត់បង្ហាញឲ្យយើងទេដល់ក៏ពេលយើងដាក់ទៅថាតើ project ឬក៏file របស់យើងហ្នឹងវាអត់មានអីគេវាអត់ដោយអារូបនឹងមកជាមួយទៅចេញរូបសហ្នឹងគឺបញ្ហាទំហំ icon របស់យើងឬក៏ ICO របស់យើងវាអត់ត្រូវគ្នាចឹងទៅដើម្បីកុំឲ្យជៀសវាដល់ពេលយើង down មករូបភាពមកស្រាប់ដាក់ទៅវាអត់ស្គាល់ឬក៏វាអត់ចេញឆើ recommend ចូល website មួយឈ្មោះថាអីគេនេះ farm icon នេះអា farm icon ហ្នឹងយើងអាចចម្លែកពីរូបភាពធម្មតាទៅជា ICO ហើយរូបភាពយកមកគឺដឹងថាប្រើបានតែម្ដងតោះនេះគឺ PNG to ICO នេះបញ្ជាក់ម្ដងហើយម្ដងទៀត Cherry recommend ឲ្យប្រើ website ហ្នឹងសម្រាប់ convert សុខចិត្តយករូបធម្មតាយកមក convert ទៅជា ICO វិញឬក៏យើង down icon របស់គេមកយកមក convert ក៏បានដែរដោយសារអីដោយសារតែតាមបទពិសោធន៍របស់ Cher ចូល website ជាច្រើនដល់មកមានបន្ទុយ extension.ico ដូចគ្នាប៉ុន្តែពេលយកដាក់ទៅវាអត់បង្ហាញវាអត់ show នៅលើ icon project របស់យើងណាតើយកមកដាក់នៅក្នុង website មួយឈ្មោះថា farm icon ហ្នឹងឥឡូវ Cher click លើវាចូលមក Cher find រក icon រូបភាពដែលយើងដាក់មិញនេះរូបភាពដែល Cher យកមិញCher រកមើលសិន convert មកវា convert រួចរាល់ហើយអញ្ចឹងយើងយកវាទៅប្រើប្រាស់ទៅ Cher control x Cher ខាត់មកកន្លែងនេះវិញមកហើយគេ extract វាមកដើម្បីយករូបយកមកប្រើណា extract នេះរូបភាពនេះ ICO នេះរូបដែលយើងត្រូវការអូខេអញ្ចឹងបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងធ្វើម៉េចទៀតយើងចាប់តាមចូលមក project យើងដើម្បីយើង set up អញ្ចឹង project របស់យើងចូលមកកាន់ project របស់យើងមក C3
จะประกาศ folder ថ្មីមកសម្រាប់វាគឺ37វីដេអូរបស់យើង37ណាចូល copy បញ្ចេញអូខេតោះមិនចុច start មកហេ start ចឹងវាដើរធម្មតាហើយបន្តមកទៀតយើងរើសឡើងនេះចឹងវាមាន debug វាមាន release ចឹងឈប់បង្ហាញយល់ពីហ្នឹងសិនអាក្រោមយើងចាំពេលក្រោយ debug ហើយ release មានន័យថាម៉េច debug មានថាបញ្ចេញយើងកំពុងតែកែកំពុងតែធ្វើអីផ្សេងៗហ្នឹងយើងចុចរក debug default គឺ debug ប៉ុន្តែដល់ពេលបញ្ចេញយើងធ្វើហើយយើងចង់ set up គឺយើងរើសយកទៅ release តោះនេះរើសយក release ពេលយើងរើសយក release នេះមានន័យថាបញ្ចេញយើងក៏ត្រូវបានរួចរាល់ហើយនឹងបញ្ចប់វាទៅកាន់ folder មួយឈ្មោះថា release ឥឡូវចុច start ហើយចុច stop មកអានោះគឺមានថាបញ្ចេញយើងគឺបានរួចរាល់ហើយអញ្ចឹងណាយើងដាក់ debug សម្រាប់មក set up ក៏បានដែរតែបើសិនបើយើងយល់ល្អយើងរើស release ដើម្បីបញ្ជាក់ថាបញ្ចេញយើងបានចប់រួចរាល់ហើយយើងនឹងចាប់ set up របស់វាបន្តមកទៀតនេះយើងคลิกនៅលើឈ្មោះបញ្ចេញរបស់យើងមកស្ដាំទៅវាយក property បន្តមកអីគេនេះយើងយក application នេះដើម្បីអីដើម្បីដក icon វានេះអាកន្លែងឃើញ default icon អត់អញ្ចឹងបើសិនបើយើងមិនដាក់ icon ទេពេលយើង start បញ្ចេញយើងក៏ set up មកវាចេញរូបសនេះអញ្ចឹងយើងយក prop ដើម្បីរក icon របស់យើង icon ដែលយើង down មកហ្នឹង icon នេះច្រើននិយាយមក down មិនស្រួលមកពេលដែលយើងដាក់ទៅគឺវាអត់ស្គាល់ទេវាអត់បង្ហាញឲ្យយើងទេនៅពេលដែលយើង set up រួចអញ្ចឹងជ្រើសរើស icon វិញមក open មករួចរាល់ហើយបន្តមកទៀតចាប់ដើម set up បញ្ចេញអញ្ចឹងគឺយើងមកស្ដាំនៅលើនេះ solution របស់យើងនេះមកស្ដាំទៅវាយើងយក add new project ណាម្ដងទៀតមកស្ដាំលើ solution របស់យើងនេះខាងលើនេះហើយយក add new project បន្តមកទៀតនេះយើងវាយពេលថា set up project យើងវាយឡើងនេះអញ្ចឹងដោយសារតែឆ្លប់ set up ម្ដងហើយវាលោតមកខាងនេះអញ្ចឹងបើសិនបើយើងនៅយើងត្រូវ search នៅខាងលើដាក់ថា set up នេះ project បើសិនបើយើងអាចបាន install អាមិញទេ install ឆ្លឲ្យក្បាលវីដេអូចាំឲ្យយើង install មួយទៅអត់បើយើងមិនបាន install ក្នុងទេគឺយើង search ទៅវាអត់មានទេតែបើយើងបាន install ហើយយើង search ទៅមានណាតោះនេះបើសិនបើយើង search ទៅមានវាថាយើង install អត់បានជោគជ័យទេតោះនេះហេអញ្ចឹងដោយសារតែឆ្លប់ចុចវាមិនសារហើយចឹងឆ្លប់คลิกលើវាទៅនេះខាងនេះហើយចុច next បន្តទៀតដាក់ឈ្មោះ project ដែលយើង set up អញ្ចឹង project របស់យើងចុចដាក់ថា zero ទៅនៅក្នុងក្បាលបញ្ចេញយើងច្រឡំដាក់ឈ្មោះ Luffy មិនសារហើយដល់ពេលយើងរករូបបាញ់យើងដាក់ zero តែឥឡូវឡើង set up មកចុចដូរទៅ zero ទៅបន្តមកទៀតយើងដាក់ឈ្មោះយើងហើយយើងចុច create ណាបន្តមកទៀតវាមាន3វាមាន application folder មាន user desktop វាមានអីគេមាន program មានអីអញ្ចឹងនៅក្នុង application folder នេះអាហ្នឹងគឺជា folder នៅក្នុង drive C របស់យើងដល់ពេលយើង install ហើយតែយើងដាក់អីវាខ្លះនៅក្នុងនោះជាងទៅកម្មវិធីផ្សេងៗវាតែងតែមាន application របស់វានៅក្នុង drive C ទៅមកថាchờមកស្ដាំនៅលើអីមួយចុះមកថាមកស្ដាំនៅលើ Dell ចុះchờមើលសិនមកស្ដាំយក open location នេះយើងឃើញទេយើងឃើញមាន folder ជាច្រើនសម្រាប់កម្មវិធីមួយឈ្មោះថា Dell ហ្នឹងយើងឃើញនៅក្នុងអីគេវាស្ថិតនៅក្នុងអីនេះទីតាំងវានៅក្នុង drive C drive អីដែលមាន program file មានអីផ្សេងៗទៅអញ្ចឹងអាហ្នឹងក៏សិតតែជាទីតាំងរបស់វាដល់ពេលយើងតម្លើង install ហើយអត្ថន័យរបស់វាដំណើរការ app យើងដើរហ្នឹងគឺរត់ទៅចូលក្នុង drive C អញ្ចឹងកន្លែង application របស់យើងមិញហ្នឹងគឺយើង add វាសម្រាប់ដល់ពេលយើង run install ទៅឲ្យវាហោះចូលទៅក្នុង drive C ដើម្បីដំណើរការ app របស់យើងតោះនេះតែយើង click លើហ្នឹងមកបន្តមកទៀតតែយើងដាក់អីគេចូលខ្លះនៅក្នុងហ្នឹងអញ្ចឹងយើងមកស្ដាប់លើវាមកគឺយើងត្រូវ add ទី1យើងត្រូវ add file របស់យើង add file របស់យើងណាហើយឆាសុំបញ្យល់បន្តិចបច្ចេកមួយដើម្បីឲ្យបច្ចេកមួយដើរវាទាមទារច្រើននេះបច្ចេករបស់យើងដំណើរការទាំងអស់គឺនៅក្នុង bin នេះនៅក្នុង bin អញ្ចឹងនៅក្នុង bin ហ្នឹងមិនដែលសារ run release run release ទៅបញ្ចូលអានេះគឺសម្រាប់បច្ចេកដែលយើង run release ទៅបញ្ចូលឯកសារដំណើរការវាគឺនៅខាងនេះហើយដល់ពេល debug នេះគឺអ្វីដែលយើងមុននឹងយើងកែតោះនេះមុននឹងយើងឲ្យយើងពន្ធកែផ្សេងៗនៅក្នុង debug អញ្ចឹងដោយសារតែមិញបាន run release ហើយអញ្ចឹងមិនថាវានឹងទាញអ្វីដែលយើងធ្វើរួចរាល់ចូលក្នុង release
chẳng dừng mơ chẳng bớt sân dừng khơi nhật nọ cả lại đi bạc rồi có release đấy dừng khơi miền này kia là miền cù na miền ai sen địa ai sen năng sẽ kì chẳng ắt năng cứ chỉ thiệp xong là thua ấy bởi chuyện bây giờ ran chành dừng khơi e đừng ắt khơi chờ ran một khơi chành á chỉ mơ cho lục say muôn là năng co bị mình đầm nà cả này chẳng bớt sân một pha đó này bớt sân một bát anh à mùi miền đại e tới có ran chành này còn ấyខ្លះបរានចេញក៏វាបាត់ឯកសារឬក៏បាត់រូបភាពបាត់អីខ្លះៗដែរនៅហ្នឹងអញ្ចឹងនៅក្នុង folder debug ហើយនៅក្នុង release ហ្នឹងគឺសិតតែជាដូចជានៅក្នុង folder ជាមួយគ្នានេះសិតតែឯកសារចំនួនផ្សេងៗដើម្បីធ្វើឲ្យ EE យើងដើរបានតោះនេះគឺ EE យើងដើរបានចុះសំបើបាត់អីមួយអាចនឹងមិនដើរឬក៏ error តែម្ដងអាហ្នឹងចូលបញ្ជាក់អញ្ចឹងដល់ពេលដែលយើងចង់ add ដល់ពេលយើងចង់ install app របស់យើងនេះឲ្យវាដើរនៅក្នុងកុំព្យូទ័ររបស់យើងនេះអញ្ចឹងយើងចាំបាច់យើងត្រូវ add ទាំងអស់ហ្នឹងចូលនៅក្នុង application folder របស់យើងនេះដើម្បីឲ្យគេដើម្បីវាទាញតំណែងទាំងអស់ហ្នឹងយកមកដំណើរការ app យើងនៅលើកុំព្យូទ័រតោះនេះអាហ្នឹងចូលបញ្ចូលត្រង់ហ្នឹងចឹងកន្លែងហ្នឹងសំខាន់អញ្ចឹងយើងមើលអញ្ចឹងដើម្បីឲ្យដើរវាទាមទារគេខ្លះមិញនៅក្នុង release ឬក៏ក្នុង debug របស់យើងហ្នឹងវាត្រូវកាយខ្លះហើយមានគូណាមអីផ្សេងៗទៅអញ្ចឹងយើងត្រូវ add ទាំងអស់ហ្នឹងមកចូលនៅក្នុង application folder នេះអញ្ចឹងយើងមកស្រាមលើវាមកហើយយើងយក add file អូខេហើយយើងចូលទៅកាន់នេះគេបញ្ចុចរបស់យើងចូលនៅក្នុង bin ហើយចូលនៅក្នុង release ដែលយើង set up រួចរាល់ដែលយើងស្រេចបាច់យើងយក release ហ្នឹងហើយយើងអីគេ select វាហើយយើងចុច open មកជាការស្រេចបញ្ជាក់ណាបើសិនបើបញ្ចុចរបស់យើងធ្វើធំវាមានរូបភាពវាមាន folder មានអីជាច្រើនទៀត Cherry command ដែលយើងចូលយកក្នុង debug បើសិនបើយើងយកនៅក្នុង release វាអត់ដើរវាទាញមកអត់បានទាំងអស់យើងទៅ copy នៅក្នុង debug ទាំងអស់ដាក់ចូលហ្នឹងក៏បានដែរតោះនេះហើយបើសិនបើមានគ្រប់ folder យើងត្រូវ add folder តែនៅក្នុងនេះមានតែ file ទេមាន folder ទេអញ្ចឹងយើងក៏ select ទៅវាមកហើយចុច open មកជាការស្រេចគ្នាមកហើយបើសិនបើជាយើង add វាមាន folder ទេយើងចុច add ហើយយើងដាក់ folder វិញមកដល់ទាំង folder តែពេលហ្នឹងមានតែ file ទេអញ្ចឹងឈើ add មកទាំងអស់មកអញ្ចឹងបន្ទាប់ពីឈើ add ទាំងអស់ដាក់នៅក្នុង try C អាហ្នឹងពេលដូច try C អញ្ចឹងនៅក្នុង try C ហ្នឹងក៏ឈើបញ្យល់ឲ្យនឹងផ្លេចៗទេតមកទៀតឈើមកស្នាមលើវាឈើ add អីគេ add icon ចូលគឺ add file ឈើ add icon របស់យើងដែលយើងព្រៀមទុកយើងទុក icon នៅហ្នឹងដល់ពេលដែលយើង app យើងដំណើរការយើងនឹងទាញ icon ពីក្នុង try C ហ្នឹងយកមកប្រើដើម្បី set up នៅលើ computer របស់យើងណាទេchờ rồiមើលសិនមិញនេះអេរ៉ៃបន្តមកទៀតនៅក្នុង desktop តើនៅក្នុង desktop របស់យើងនេះតើយើងឲ្យវាបង្ហាញឲ្យខ្លះអញ្ចឹងនៅក្នុង desktop យើងគឺយើងបង្ហាញ shortcut នេះ ACC ហ្នឹងគឺជា shortcut ណា AF ផ្សេងៗលើហ្នឹងគឺជា shortcut អញ្ចឹងយើងចង់បង្ហាញ shortcut នៅលើ desktop បង្ហាញឲ្យខ្លះអញ្ចឹងទី1យើងបង្ហាញ shortcut របស់វាដូចជាមាន icon មានឈ្មោះវាអញ្ចឹងទៅអញ្ចឹងមកស្រាវលើវាយើងយក create new shortcut បន្តមកទៀតយើងចូល application folder នេះគឺយើងទាញ EE ចេញពី folder ដែលយើង add ចូលនៅក្នុង application folder ហ្នឹងយកប្រើអញ្ចឹងដល់ពេលយើងមកស្ដាំយកពាក្យ shortcut យើងចូលទៅកាន់ application folder ហ្នឹងមកបន្តមកទៀតរើស EE មានថាដល់ពេលយើងចុច shortcut ហ្នឹងឲ្យ EE នឹងដើរណាចុច OK មកបន្តមកយើងដូរឈ្មោះតាអ្វីយើងបង្ហាញលើ desktop យើងដាក់ឈ្មោះអីឥឡូវឈ្មោះដាក់ថា Soro project ទៅឬក៏ Soro game Soro ហ្នឹងឈ្មោះដាក់ថា game Soroអូខេមកហាប់ដល់មកទៀតយើងដាក់ add icon ឲ្យ shortcut របស់យើងអញ្ចឹងអូខេបន្តទៅយើងដើម្បី add shortcut ឬក៏ add icon ឲ្យវាយើងคลิกលើវាមកហើយយើងយកពាក្យ property នេះហើយយើងឃើញ icon ហ្នឹងហើយយើងចុចកន្លែង tray ចុចហើយយើងយក browse យើងចុច browse តាមទៀតយើងទាញ icon ហ្នឹងចេញពី application folder ដែលយើង add មុនហ្នឹងនេះ icon ហើយចុច OK ចុច OK ជាការស្រេចបន្តមកទៀតនៅក្នុង user program ដូចគ្នាយើងធ្វើដូចក្នុង desktop ចឹងមកស្ដាំ shortcut យក EE អូខេដូរឈ្មោះ game Soro បន្តមកទៀតដាក់ icon ឲ្យវាចូល property browse រើស icon នៅក្នុង application folder ចុច OK ចុច OK ជាការស្រេចអញ្ចឹងតែប៉ុណ្្នឹងរួចរាល់ហើយយើងប៉ុណ្្នឹងរួចរាល់ហើយបន្តមកទៀតធ្វើម៉េចបន្តមកទៀតយើងចុច build មកជាការស្រេចយើងឈើមកស្ដាំយក build 1 2 3អូអត់តន់ត្រឹមត្រូវទេអូខេ Cherry យើងភ្លេច
មកកន្លែងគឺផ្លេចមកកន្លែងអត់តន់ធ្វើហើយណាចឹងដល់ពេលយើងចុច build ហើយយើងទៅ check មើលនៅក្នុងនេះនៅក្នុងនៅក្នុង project របស់យើងនេះយើងឃើញពី Zoro ដែលយើងបង្កើត project មុនហ្នឹងយើងនឹងវានៅសិននៅក្នុងអីនៅក្នុង release នេះយ៉ាងនេះគឺ file setup យើងលុបវាចោលវិញដោយសារយើងធ្វើអត់តន់ហើយchờផ្លេចមួយកន្លែងគឺផ្លេចអីគឺយើងផ្លេចដាក់ព័ត៌មានមួយចំនួនឲ្យ app យើងថាតើ app យើងក្រុមហ៊ុនឈ្មោះអីតាមមកពីអីចឹងទៅដាក់ព័ត៌មានផ្សេងៗយើងដែលឃើញពីយើងតម្លៃ install ថា app នោះមកពីក្រុមហ៊ុនអីវាបង្ហាញនៅលើហ្នឹងអញ្ចឹងដើម្បីដាក់បន្ថែមព័ត៌មានទៀតយើងទៅ click លើវាហ្នឹងហើយយើងរើសយក property នេះ click លើ project យើង set up ហ្នឹងហើយយើងយក property នេះវាមានក្រុមហ៊ុននេះឃើញទេមាន default company មានអីផ្សេងៗទៅអញ្ចឹងចាត់ថាក្រុមហ៊ុន voucher ឈ្មោះថានេះទៅដាក់ថាanime ទៅក៏ចាត់ថាក្រុមហ៊ុនចំណានអញ្ចឹងទៅដាក់ថាក្រុមហ៊ុនចំណានអញ្ចឹងទៅ copy បញ្ជាក់ណាព័ត៌មានច្រើនដែលច្រើនពេញទាំងអស់ទេចាំអានប្រែឬក៏ដាក់ខ្លួនឯងទៅថាគួរពេញឲ្យខ្លះយើងមិនបាញ់ពេញទាំងអស់ក៏បានដែរកន្លែងនេះច្រើនដាក់តែកន្លែង name នេះកន្លែង name នេះច្រើនដាក់ឈ្មោះឈើអញ្ចឹងទៅអូខេច្រើនតែប៉ុណ្្នឹងទេមើលថាទេបើយើងចង់ដាក់នេះ version យើងចង់ដាក់ថា app យើង version ប៉ុន្មានយើងដាក់ចូលទៅនឹងទៅស្អីលើយើងទេនេះចឹងឈើ add តែប៉ុណ្្នឹងដែរដាក់ឈ្មោះក្រុមហ៊ុនតែប៉ុណ្្នឹងទេហើយបើយើងចង់ដាក់ថែមវាដាក់បានដូចគ្នាហើយឈើមកស្រាមលើបញ្ចេញយើងយក bill មកហេជាការស្រាយហ្នឹងចឹង bill រួចរាល់យើងឃើញអាកន្លែងរត់មិញខាងក្រោមហ្នឹងគឺ bill ឯងចឹងដើម្បីទៅយក app របស់យើងទៅយើងមកស្រាមនៅលើបញ្ចេញហ្នឹងក៏បានដើម្បីទៅដល់ឬក៏យើងទៅបើកអាកន្លែងយើងបញ្ចេញរបស់យើងក៏បានដែរនេះយើងទៅបើកកន្លែងបញ្ចេញយើងក៏បានដែរបញ្ចេញរបស់យើងមិនឆ្លទុកនៅក្នុងលេខ35 folder 35ចូលទៅកាន់វាមកនេះគឺជាឈ្មោះបញ្ចេញរបស់យើងដែលយើងបង្កើតក្នុងឈ្មោះ Zoro ចូលទៅកាន់វាមកចូលទៅកាន់នៅក្នុង debugger នៅក្នុង release debug យើងអត់មានអីទេដោយសារយើងអត់បានទាញទៅនៅជា debug ឯងយើងទាញពី release អញ្ចឹងវាចូលក្នុង release អញ្ចឹងអាពីរហ្នឹងគឺប្រើសម្រាប់ set up ឥឡូវ set up ក៏បានក្រោម set up ក៏បានដើរដូចគ្នាទាំងពីរហ្នឹងណាអូខេដើរទាំងពីរអញ្ចឹងបើសិនបើយើងអត់ដឹងថាបញ្ចេញយើង save ណាតែយើងភ្លេចអញ្ចឹងយើងអាចមកសាននៅលើបញ្ចេញរបស់យើងបានហើយយកពាក្យថាគេ open folder ហើយយើងមកដល់ live release ហើយយើង set up មកឥឡូវchờ set up យកលើទៅចុច next នេះឃើញនេះវាប្រាប់យើងនេះក្រុមហ៊ុននេះឈ្មោះចំណាននេះឆាត់ដាក់មិញនេះហើយយើងដាក់ everyone មកដើម្បីយើងបានមើលតោះចុច next អូខេរួចរាល់ចុច close អូខេយើងមើលតែ app យើងបានហើយ app យើងនេះ app យើងបានជោគជ័យនេះរូប Zoro ឯងគឺគេ game Zoro យើង click ឲ្យវាមកដើរឃើញទេហើយចាំបើកសលេងមកតើសលេងវាមកដល់អត់ឃើញទេសលេងវាមកណាអញ្ចឹងមានថា game យើងជោគជ័យឯងយើងនេះឃើញវាចេះរត់ដល់នេះអញ្ចឹងយើងអាច set up បានហើយអញ្ចឹងយើងអាចផ្ញើអា file មិញបើសិនបើយើងចង់ឲ្យអ្នកគេតឡើងរបស់យើងនេះផ្ញើពីហ្នឹងមួយណាក៏បានដែរផ្ញើឲ្យគេតឡើងទៅគឺអាចតឡើងបានហើយប្រើប្រាស់បាន install បានហើយមិនបាច់ផ្ញើបញ្ចេញទាំងមូលទេហ្នឹងគឺជា file set up យើងអញ្ចឹងឃើញថា file set up យើងគឺជោគជ័យណាហើយក្នុងករណីយើងចុចទៅវាអត់ដើរចុចទៅវាអត់ដើរគឺមានវិធីសាស្ត្រមួយគឺយើងទៅ run វាជា admin បើសិនបើយើងចុចឲ្យយើងចុច run ទៅមិនដែរយើងអាចមកស្រាំទៅវាហើយយកពាក្យ property ហើយកន្លែងយើងទៅស្រីកន្លែងឲ្យវាជាដំណើរ run ជា admin នេះជឿទៅណាតែ run admin ចាំមើលសិននៅគេបានបញ្ជាក់អត់ shortcut security អូខេជឿទៅបើសិនបើ app យើង run បានដូចជាមានពាក្យថា run admin តាមជឿចាំបើសិនជាជួបបញ្ហាហ្នឹងចាំឆាប់ប្រាប់ឆ្លងចាំជឿប្រាប់បន្ថែមនៅក្នុង app របស់យើងនេះដូចជាអត់មានបានបញ្ជាក់ឲ្យយើង run ជា admin ឬអត់ទេហើយchờមកស្រាំលើបញ្ចេញនេះម្ដងហ្នឹងនេះ run ជា admin នេះអញ្ចឹងបើសិនបើចាំមើល app អញតាមមកដូចជាមានមិនឆាត់ឬក៏ឈើមើលមិនឃើញវិញនេះបើសិនបើ app យើង run អត់ចេញយើងត្រូវគ្រាកន្លែងនេះ run this program admin នេះឃើញទេបើសិនបើ app យើងចុចទៅ run ទៅចុចទៅវាអត់ដើរចុចទៅវាអត់ដើរហ្មងយើងត្រូវគ្រាហ្នឹងហើយចុច OK មកមានថាយើងអាច run app នឹងបានទេដើម្បីវាឲ្យយើងទាមទារជាសិទ្ធិ admin ក្នុងការ run app របស់យើង
ហើយចំពោះ app này ចុចទៅដើរដោយសារ app យើងតូចតែមាន store data store ទៅណីទេបើ app យើងធំមាន store data store អីមួយចំនួនជួនកាល computer យើងវាទាមទារយើង run ជា admin ដល់ពេលយើង click លើវាទៅគឺវាអត់ដើរទេដល់យើង run ជា admin បានដើរតោះនេះឬក៏មកស្ដាំលើវា run ជា admin ចេះសិនក៏បានដែរជឿមើលសិនដូចជាបានបង្ហាញទៅឡើយនេះអូខេដូចជាវាអត់សូរទេចាំចូល property ឯកាយមកសម្រាប់មិនដែរចូល property ឯកាដូចច្រើនមិនទៅគឺអូខេហើយណាអូខេអញ្ចឹងការ set up របស់យើងច្រើនសន្មតថាចប់ប៉ុណ្ណឹងបើធ្វើមិនបានតាមស៊ូឈើតាម Telegram បន្ថែម